ឈាមស្រែកស្បែកហៅកម្ពុជាមានពិតមិនចាំជាតិក្រោយទេចៅសៀមឆ្លៀនទៀនទឹកដីខ្មែរបុព្វបុរសខ្មែរឲ្យទៅហើយថៃនឹងត្រូវជួបហានិភ័យពីកម្រិតខ្យល់ពុលកម្រិតខ្ពស់នាសប្តាហ៍ក្រោយនាយកដ្ឋានត្រួតពិនិត្យការបំពុលរបស់ប្រទេសថៃបានចេញការព្រមានកាលពីថ្ងៃសៅរ៍ទី20ខែធ្នូឆ្នាំ2025ម្សិលមិញថាកម្រិតផ្សែងពុលអាប់ដែលមានគ្រោះថ្នាក់ត្រូវបានរំពឹងថានឹងកាន់តែអាក្រក់ទៅនៅសប្តាហ៍ក្រោយដោយមានភាគល្អិតតូចលើសពីស្តង់ដារសុវត្ថិភាពសុខភាពនៅក្នុងតំបន់ជាច្រើនក្នុងនោះរួមទាំងទីក្រុងបាងកុកក៏ផងដែរនេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation លទ្ធផលនៃការវាស់ស្ទង់នៅកន្លែងខ្លះបានកាន់ឡើងលើសពីកម្រិតសុវត្ថិភាពរបស់រដ្ឋាភិបាលដែលកំណត់ត្រឹម 37.5 មីក្រូក្រាមក្នុង1ម៉ែត្រគូបបើតាមនាយកដ្ឋានដដែលបានលើកឡើងថាកំហាប់ភាគល្អិត PM 2.5 បានកើនឡើងរហូតដល់កម្រិតពណ៌ទឹកក្រូចទៅហើយដែលការបង្កហានិភ័យដល់សុខភាពនៅតាមផ្នែកខ្លះនៃភាគឦសាននិងតំបន់វាលទំនាបកណ្ដាលព្រមទាំងស្ថានីយ៍ត្រួតពិនិត្យចំនួន31ក្នុងទីក្រុងបាងកកនិងតំបន់ជុំវិញដកស្រង់ចេញពីត្រយងសង្គមនិងការកំសាន្ត